ជំរាបសួរបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះយើងនឹងធ្វើដំណើរកម្សាន្តមកទស្សនានៅប្រាសាទបុរាណដ៏ល្បីល្បាញមួយនៃប្រទេសកម្ពុជាគឺប្រាសាទបន្ទាយស្រីដែលស្ថិតនៅខេត្តសៀមរាបប្រាសាទនេះស្ថិតនៅចម្ងាយប្រហែលជា30គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅភ្នំគូលែនប្រាសាទបន្ទាយស្រីត្រូវបានគេហៅថាជាគ្រឿងអលង្ការនៃសិល្បៈខ្មែរពីព្រោះការចម្លាក់ការរចនារបស់ប្រាសាទនេះមានភាពល្អប្រណិតនិងល្អបំផុតប្រាសាទបន្ទាយស្រីត្រូវបានសាងសង់ឡើងនៅសតវត្សទី10ក្នុងរជ្ជកាលព្រះបាទស្រីរាជេន្ទ្រវរ្ម័នទី2គ្រិស្តសករាជឆ្នាំ967ហើយប្រាសាទសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាពិសេសបំផុតប្រាសាទនេះមិនសាងសង់ឡើងដោយព្រះមហាក្សត្រទេសាងសង់ឡើងដោយព្រាហ្មណ៍ម្នាក់ដែលជាព្រះរាជគ្រូក្នុងព្រះមហានគរដែលមានឈ្មោះថាញញវរហៈប្រាសាទបន្ទាយស្រីសាងសង់ដោយថ្មភក់ពណ៌ផ្កាឈូកតែងាយស្រួលក្នុងការចម្លាក់ពេលបងប្អូនធ្វើដំណើរចូលទៅខាងក្នុងបងប្អូននឹងឃើញចម្លាក់លម្អជាច្រើនដែលបង្ហាញពីរូបព្រះសិវៈទេវតានិងរូបសត្វបុរាណផ្សេងៗទៀតការងារចម្លាក់ទាំងនេះបង្ហាញពីសិល្បៈខ្មែរបុរាណដែលល្អឥតខ្ចោះពាក្យបន្ទាយបើតាមអ្នកស្រុកដែលរស់នៅតំបន់អង្គរពាក្យនេះសំដៅទៅលើកំពែងចំណែកឯពាក្យស្រីពាក្យនេះគឺคล้ายមកពីពាក្យបាលីសំស្ក្រឹតដែលមានន័យថាជ័យមង្គលពាក្យស្រីនេះផងដែរគឺគេនិយមប្រែជាមួយឈ្មោះព្រះមហាក្សត្រនៅសម័យអង្គរប្រាសាទបន្ទាយស្រីសាងសង់លើផ្ទៃដីរាបស្មើបែរមុខទៅទិសខាងកើតដែលមានគូទឹកព័ទ្ធជុំវិញហើយមានកំពែង3ជាន់ផងដែរប្រាសាទបន្ទាយស្រីមានប្រាង្គចំនួន3បែរមុខទៅទិសខាងកើតដូចគ្នាប្រាង្គនៅចំកណ្ដាលមានតម្កល់នៅលើព្រះឥសូរចំណែកខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាចំណែកខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុប្រាសាទបន្ទាយស្រីមានរំលេចទៅដោយចម្លាក់ទេពអប្សរចំនួន1500ចម្លាក់ទេពអប្សរទាំងអស់នេះគឺមានភាពខុសៗគ្នាទាំងអស់លើសពីនេះសិលាចារឹកការភ្ញៀនៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើសពីក្បាច់ចម្លាក់នៅប្រាសាទអង្គរវត្តទៅទៀតប្រាសាទបន្ទាយស្រីមានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយស្រីស្រុកបន្ទាយស្រីខេត្តសៀមរាបអ្នកនរគ្នាហើយបើសិនជាបងប្អូនចង់ទៅលេងនៅប្រាសាទបន្ទាយស្រីបងប្អូនអាចជិះតាមផ្លូវព្រះតាត្រង់ទៅភ្នំគូលែននៅពេលដែលជិតដល់ភ្នំគូលែនបងប្អូននឹងឃើញផ្លូវមួយជាផ្លូវបំបែកមកខាងឆ្វេងដៃផ្លូវនេះហើយដែលជាផ្លូវឆ្ពោះទៅប្រាសាទបន្ទាយស្រីអញ្ចឹងយើងធ្វើដំណើរមួយសន្ទុះក្រោយមកបងប្អូននឹងទៅដល់ទីតាំងនៅតាមផ្លូវធ្វើដំណើរផងដែរបងប្អូននឹងបានឃើញអ្នកស្រុកនៅទីនេះដែលគេនិយមលក់នៅស្ករត្នោតក៏ដូចជាបន្លែផ្សេងៗផងដែរហើយជាពិសេសដោយសាររដូវនេះជារដូវច្រូតកាត់អញ្ចឹងអ្នកទាំងអស់គ្នានឹងបានឃើញប្រជាកសិករយើងកំពុងតែច្រូតកាត់ប្រមូលផលតាមវាលស្រែហ្នឹងគឺមានដើមត្នោតជាច្រើនអញ្ចឹងហើយបានជាឃើញតាមផ្លូវឃើញមានបងប្អូនយើងលក់នៅស្ករត្នោតជុំវិញប្រាសាទបន្ទាយស្រីគឺមានធម្មជាតិស្រស់ស្អាតនិងបរិយាកាសស្ងប់ស្ងាត់ដែលសមស្របសម្រាប់អ្នកដែលចូលចិត្តថតរូបហើយនិងដែលលំពោះបរិយាកាសស្ងប់ស្ងាត់បែបធម្មជាតិបែបនេះគឺខ្ញុំចូលចិត្តខ្លាំងមែនទែនបងប្អូនអរគ្នាហើយចំណែកឯចំណតរថយន្តវិញគឺធំទូលាយហើយមានដើមឈើម្លប់ទៅចឹងទៅឆៃនៅជុំវិញចំណតនឹងផងដែរក៏មានលក់ជាវត្ថុអនុស្សាវរីយ៍ហើយនិងហាងបាយអញ្ចឹងបងប្អូនអាចសម្រាកហូបបាយហូបអីនៅតាមក្រោមដើមឈើនឹងក៏បានតាមហាងគេក៏បានអញ្ចឹងណាដល់ពេលដែលបងប្អូនទាំងអស់គ្នាបានទស្សនានៅប្រាសាទមួយនេះកុំភ្លេចថតរូបទុកជាអនុស្សាវរីយ៍ក៏ដូចជាស្វែងយល់ពីប្រវត្តិសាស្ត្រហើយនិងសិល្បៈបុរាណខ្មែរដ៏អស្ចារ្យមួយនេះសម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំចំពោះប្រាសាទបន្ទាយស្រីប្រាសាទមួយនេះគឺជាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសដូនតាខ្មែរយើងដែលបន្សល់ទុកឲ្យកូនខ្មែរយើងជំនាន់ក្រោយហើយបើសិនជាអាចបងប្អូនអ្នកគ្នាគួរតែមកទស្សនាប្រាសាទមួយនេះឲ្យបានម្ដងក្នុងឆាកជីវិតសម្រាប់រូបខ្ញុំពេលឈានជើងមកដល់ប្រាសាទមួយនេះគឺខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចឆ្លងភពទៅកាន់សម័យមុនអញ្ចឹងបងប្អូនគឺរំភើបខ្លាំងមែនទែនហើយអ្វីដែលកាន់តែរំភើបជាងនេះទៅទៀតគឺខ្ញុំសប្បាយចិត្តនៅពេលដែលឃើញបងប្អូនភ្ញៀវទេសចរយើងបានទៅលេងទីនេះកាន់តែច្រើនកមានតែភ្ញៀវជាតិហើយនិងភ្ញៀវអន្តរជាតិផងដែរបងប្អូនអរគ្នាការចូលរួមទស្សនារបស់បងប្អូនអរគ្នាគឺជាការលើកកម្ពស់វិស័យទេសចរក្នុងស្រុករបស់យើងក៏ដូចជាកម្រិតជីវភាពរបស់បងប្អូនយើងទាំងអស់គ្នាដែលរស់នៅតំបន់អង្គរនេះសរុបសេចក្តីមកការទស្សនាប្រាសាទបន្ទាយស្រីគឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកដែលស្រឡាញ់វប្បធម៌និងប្រវត្តិសាស្ត្រហើយវាគឺជាការបង្ហាញពីភាពច្នៃប្រឌិតនិងភាពស្រស់ស្អាតមិនចេះអស់នៃសិល្បៈខ្មែរយើងជាចុងក្រោយផងដែរក៏សូមអរគុណដល់បងប្អូនអរគ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចចុច like និងចុច subscribe ដើម្បីទៅទស្សនានៅវីដេអូថ្មីៗបន្តទៀតបងប្អូនអរគ្នាសូមអរគុណជម្រាបលាដល់អ្នកគ្នាបាយបាយ